ប៉ុណ្ណាក៏ដោយបើសិនបើយើងមិនមានសទ្ធាមិនមានការពិចារណានៅភាពមិនទៀងនៃសង្ខារធម៌ទេហើយមិនមានសេចក្តីសុខស្ងប់ផ្លូវចិត្តជាទីពឹងទេប្រកបណាស់ថានៅពេលដែលមច្ចរាជបង្ហាញមុខមកនឹងភ័យខ្លាចណាអីទ្របកាន់តែច្រើនស្រួលពិបាកជាងអ្នកអត់ទៀតឃើញទេវាជាប់ជាពាក់ច្រើនអញ្ចឹងអត់មានអីក្រៅពីអនុគាមិកនិធិហ្នឹងទេនេះសម្រាប់បុគ្គលធម្មតាដែលអាចជ្រះថ្លាស្ដាប់ព្រះអង្គសម្ដែងរបៀបអញ្ចឹងក៏ប៉ុន្តែបើសម្រាប់បុគ្គលអ្នកមានបញ្ញាចាស់ខ្លះព្រះអង្គໄວចំសច្ចធម៌តែម្ដងឲ្យពិចារណានៅភាពមិនទៀងនៅក្នុងជីវិតប្រចាំថ្ងៃហ្នឹងដោយខនិកមរណៈហ្នឹងឲ្យរៀនស្លាប់ណាកុំទៅបន់ស្រន់ឲ្យរស់យូរហ្នឹងគឺរៀនស្លាប់ដូចជាយើងកសាងគ្រួសារយើងនឹងក៏ដោយយើងរៀនស្លាប់ទៅយើងមិនបារម្ភប៉ុន្តែបើយើងចេះតែតាំងចិត្តថាអញនៅជាបង្អែកកូនរហូតតទៅហើយឃើញថាកូនអត់អញទៅមិនដឹងទៅជាយ៉ាងណាបង្កើតតែក្តីបារម្ភទេយើងរៀនស្លាប់នេះក្នុងន័យថាចុះរៀនឲ្យឃើញថាអត់យើងទៅកូននឹងរស់ទៅតាមរបៀបណាយើងបដោះកូនឲ្យចេះដើរណាពីព្រោះយើងអាចស្លាប់ចោលថ្ងៃណាមួយមិនខានហើយមិនមែនតែប៉ុណ្្នឹងថាកូនក៏អាចស្លាប់ចោលយើងដែរកាលណាដឹងនៅភាពមិនទៀងរឿយយ៉ាងនេះហើយចិត្តមិនសូវជ្រួលច្បល់ទេបាទជួនប៉ុណ្្នឹងបាទ